សស្ដីកូនជាទីស្រឡាញ់ថ្ងៃនេះយើងនឹងចែករំលែករឿងដ៏រីករាយនិងពិសេសមួយជាមួយគ្នាតើអ្នកត្រៀមខ្លួនហើយឬនៅចូលចាប់ផ្ដើមឥឡូវនេះចូលយើងមើលរូបភាពនេះយើងឃើញចានបាយចានស៊ុបចានម្ហូបចំហៀងនិងពែងមួយកូនតើចាននិងពែងទាំងនេះធ្វើអ្វីចានបាយដាក់បាយចានស៊ុបដាក់ស៊ុបក្តៅវណ្ណពែងដាក់ទឹកដោះគោឬទឹកផ្លែឈើសម្រាប់យើងផឹកពេលយើងឃ្លានឬស្រេកទឹកចាននិងពែងទាំងនេះជួយយើងច្រើនណាស់ពួកវាធ្វើឲ្យអាហាររបស់យើងរីករាយនិងបេះដូងរបស់យើងរីករាយពួកវាជាមិត្តពិសេសនិងសំខាន់សម្រាប់យើងប៉ុន្តែតើអ្នកដឹងទេថាចានដ៏អស្ចារ្យទាំងនេះត្រូវបានផលិតយ៉ាងដូចម្តេចចានត្រូវបានផលិតពីដីសត្វមិនមែនគ្រាន់តែជាដីសត្វពីដីទេប៉ុន្តែជាដីសត្វល្អនិងស្អាតដំបូងជាងស្មូនជ្រើសរើសដីសត្វល្អបន្ទាប់មកជាងស្មូនបន្ថែមទឹកហើយធ្វើឲ្យដីសត្វទន់និងរលោងបន្ទាប់មកជាងស្មូនធ្វើដីសត្វដោយដៃរបស់គាត់ឬដោយកង់វើគាត់ធ្វើពែងចាននិងពាងនីមួយត្រូវបានធ្វើឡើងដោយការថែទាំនិងសេចក្តីស្រឡាញ់ប្រសិនបើរូបរាងមិនមើលទៅត្រឹមត្រូវគាត់នឹងកិនដីអែបហើយចាប់ផ្ដើមម្ដងទៀតពីដើមជាងស្មូនមិនដែលបោះបង់ឡើយគាត់បន្តធ្វើការរហូតដល់វាស្អាតបន្ទាប់មកខ្ញុំបន្ថែមការរចនាដ៏ស្រស់ស្អាតទុកដីអែបឲ្យស្ងួតក្នុងម្លប់ហើយចុងក្រោយដាក់វាក្នុងឡក្តៅដើម្បីដុតបន្ទាប់មកចានដ៏រឹងមាំនិងអស្ចារ្យមួយត្រូវបានបញ្ចប់អស្ចារ្យណាស់តើវាមិនអស្ចារ្យទេឬព្រះគម្ពីរប្រាប់យើងពីអ្វីដែលពិសេសណាស់នៅក្នុងអេសាយជំពូកទី64និងទី8វាចែងថាព្រះអម្ចាស់ឲ្យទ្រង់ជាព្រះវរបតារបស់យើងជាដេយ៉ាត់ហើយទ្រង់ជាជាងស្មូនយើងទាំងអស់គ្នាត្រូវបានបង្កើតឡើងដោយដៃរបស់ទ្រង់នេះមានន័យថាព្រះជាជាងស្មូនហើយយើងជាដេយ៉ាត់នៅក្នុងដៃរបស់ទ្រង់អ្នករាល់គ្នាកំពុងត្រូវបានបង្កើតឡើងយ៉ាងប្រុងប្រយ័ត្នដោយដៃដ៏ស្រឡាញ់របស់ព្រះស្គាល់ឈ្មោះរបស់អ្នកព្រះជាម្ចាស់ជ្រាបពីចិត្តរបស់អ្នកព្រះជាម្ចាស់ស្រឡាញ់អ្នកខ្លាំងណាស់ឥឡូវនេះអ្នកប្រហែលជាមានអារម្មណ៍ដូចជាដេយ៉ាតុនប៉ុន្តែនៅពេលដែលព្រះជាម្ចាស់បង្កើតអ្នកក្លាយជានាវាដ៏ស្រស់ស្អាតនិងអស្ចារ្យហើយព្រះជាម្ចាស់បំពេញចិត្តរបស់អ្នកដោយរបស់ដ៏មានតម្លៃដូចជាសេចក្តីស្រឡាញ់សេចក្តីអំណរសេចក្តីជំនឿសេចក្តីសង្ឃឹមនិងសេចក្តីសុខសាន្តពេលខ្លះចិត្តរបស់យើងអាចក្លាយជារឹងយើងអាចមានអារម្មណ៍ខឹងសោកសៅឬមិនចង់ស្ដាប់ប៉ុន្តែព្រះជាម្ចាស់មិនដែលឈប់ស្រឡាញ់យើងឡើយដូច្នេះព្រះជាម្ចាស់ចាត់ព្រះយេស៊ូវមកពិភពលោកនេះដើម្បីធ្វើឲ្យចិត្តរបស់យើងទន់ម្ដងទៀតព្រះយេស៊ូវស្រឡាញ់យើងហើយជួយយើងឲ្យក្លាយជានាវាដ៏ស្រស់ស្អាតរបស់ព្រះយេស៊ូវព្យាបាលបេះដូងដែលខូចនិងសម្អាតបេះដូងខ្វក់ព្រះយេស៊ូវធ្វើឲ្យយើងថ្មីម្ដងទៀតនៅពេលដែលចានមួយកំពុងត្រូវបានធ្វើវាអាចឈឺចាប់បន្តិចវាត្រូវបានចុចរៀងហើយដាក់ចូលទៅក្នុងភ្លើងក្តៅជីវិតក៏អាចមានអារម្មណ៍បែបនោះដែរពេលខ្លះវាពិបាកនិងសោកសៅប៉ុន្តែកុំបារម្ភព្រះជាម្ចាស់ជាជាងស្មូនរបស់យើងមិនដែលទុកយើងឲ្យនៅម្នាក់ឯងឡើយទ្រង់តែងតែមានបន្ទូលថាមិនអីទេខ្ញុំនៅជាមួយអ្នកសូម្បីតែពេលយើងភ័យខ្លាចក៏ដោយសូម្បីតែពេលយើងមានអារម្មណ៍ទន់ខ្សោយក៏ដោយព្រះនៅតែកាន់យើងសូម្បីតែឥឡូវនេះយើងកំពុងត្រូវបានបង្កើតដោយសេចក្តីស្រឡាញ់នៅក្នុងព្រះហស្ថរបស់ព្រះដូច្នេះសូមយើងអធិស្ឋានជាមួយគ្នាព្រះឲ្យសូមបង្កើតខ្ញុំយ៉ាងស្រស់ស្អាតសូមធ្វើឲ្យចិត្តខ្ញុំទន់ភ្លន់សូមជួយខ្ញុំឲ្យក្លាយជានាវាដ៏អស្ចារ្យសម្រាប់អ្នកដែលពោរពេញដោយសេចក្តីស្រឡាញ់និងសេចក្តីអំណររបស់អ្នកលាងសម្អាតអំពើបាបរបស់ខ្ញុំឲ្យស្អាតដោយព្រះលោហិតរបស់ព្រះយេស៊ូវសូមជួយខ្ញុំឲ្យរីកចម្រើនឲ្យកាន់តែដូចព្រះយេស៊ូវក្នុងសប្តាហ៍នេះប្រើខ្ញុំសម្រាប់នគររបស់ទ្រង់ជានាវាភ្លឺចែងចាំងសូមអរគុណសម្រាប់ការស្រឡាញ់ខ្ញុំសូមអរគុណចំពោះការមិនដែលចាកចេញពីខ្ញុំយើងអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវអាមែន